អនុញ្ញាតគោរពជំរាបសួរប្រិមត្តដែលតែងតែនិយមតាមអានទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook នៅវេលាម៉ោង 3:52 នាទីត្រូវនៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2025 គឺមានករណីមួយទៀតហើយបាទគឺបងប្រុសម្នាក់ជាអ្នកលក់ដូរណាបាទមកពីណាទេបាទអត់ស្គាល់មុខទេគឺបានលូកយកកាបូបក៏ដូចជាទូរស័ព្ទរបស់គាត់យកទៅបាត់ទៅហើយបាទតាមការបញ្ជាក់របស់គាត់ហ្នឹងគឺគាត់ធ្វើការពេលថ្ងៃផងឆ្លៀតលក់ដូរពេលយប់ផងហើយក៏អស់កម្លាំងពេកហ្នឹងមេឃភ្លៀងជាក់ផងក៏បានសម្រានមួយផ្លែតកំឡុងពេលដែលគាត់សម្រានហ្នឹងគឺមានជនសង្ស័យមកពីណាមិនដឹងទេបាទលូកយកកាបូបក៏ដូចជាទូរស័ព្ទរបស់គាត់ហ្នឹងបាត់តែម្ដងតាមការបញ្ជាក់របស់គាត់ហ្នឹងគឺអ្វីដែលសំខាន់គឺអត្តសញ្ញាណប័ណ្ណគាត់នៅក្នុងកាបូបនោះផងដែរបាទប្រិមិត្តជុំវិញករណីខាងលើនេះយ៉ាងណាទៀតយើងនឹងធ្វើការសាកសួរទៅកាន់ជនរងគ្រោះហើយគាត់បានបាត់កាបូបលុយក៏ដូចជាទូរស័ព្ទខាងលើផងដែរគេយកកាបូបបាទពេលហ្នឹងបាយកំពុងធ្វើអីគេយកអត់ដឹងគេយកកាបូបចេះក្រុមឆាត់ខ្ញុំពងគេបាយពងសម្រាប់នៅលើលម្អហ្នឹងបាទហើយយកកាបូបយកយូរណាបងមុនហ្នឹងបងមុនហ្នឹងហើយតុង10 20នាទីហ្នឹង10 20នាទីមុនហ្នឹងបាទហើយមិញស្រីឆោឡោមិនខ្លះបងពេលងើបមកអត់ឃើញកាបូបពេលហ្នឹងខ្ញុំមុនកែខែខ្ញុំអង្គុយលក់សំដែរបាទប៉ុន្តែភ្លៀងអញ្ចឹងទៅខ្ញុំក៏អង្គុយចាំរាំងភ្លៀងបានលក់អញ្ចឹងណាប៉ុន្តែខ្ញុំដេកលក់ពេលណាហើយពូខ្ញុំបញ្ចូលផៅបីលើហ្នឹងហើយកបោខ្ញុំដាក់លើនេះហើយទូរស័ព្ទខ្ញុំនៅខ្លួនខ្ញុំហ្នឹងឯងតែខ្ញុំដេកលក់ទៅដល់ពេលដឹងខ្លួនឡើងឃើញអត់ដឹងណាគេឈប់ពីនេះទៅយកស្មានតែភ្ញៀវគាត់រត់ទិញអីចឹងណាបាទខ្ញុំចាប់អារម្មណ៍ព្រោះខ្ញុំរស់ដងខ្ញុំដេកលក់បាទដល់ពេលអត់ចាប់អារម្មណ៍ដល់ពេលគ្រាន់តែវាដើរទៅផុតមុនហ្នឹងខ្ញុំមើលទូរស័ព្ទបាត់អីអស់លេងបាទបាត់ទាំងទូរស័ព្ទបាត់ទាំងកាបូបបាត់ទាំងផៅបែងទៀតបាទរបស់នៅក្នុងកតាហ្នឹងក៏រួមមានអីខ្លះបងក្នុងហ្នឹងមានតែលុយតិចតួចបងអត់មានលុយទេហើយទូរស័ព្ទហើយក្នុងកាបូបហ្នឹងមានតាក់ញើសបានមកខ្ញុំបាទហើយវាយវ៉ាន់ខ្ញុំនៅទាំងអស់បាទហើយបងមួយថ្ងៃលក់បានប្រហែលដែរបងជាស្រ័យខ្ញុំលក់តែពេលយប់ឯងបងដោយសារអីពេលថ្ងៃខ្ញុំធ្វើការបាទចឹងមកធ្វើការខ្លះពេលយប់ពេលថ្ងៃបងមកធ្វើការពេលថ្ងៃធ្វើការក្នុងអីអននេះបងបាទមកលើក្នុងអីអនបងនេះបាទអូហើយក៏ឆ្លៀតពេលទំនេរពេលយប់ហ្នឹងក៏មកលក់បាទហើយមួយថ្ងៃបងទទួលប្រាក់ចំណូលបានប្រហែលប្រហែលដែរបងអត់ទៀងបងបើថ្ងៃខ្លះភ្លៀងឬក៏អត់សុំមានមនុស្សទៅមួយយប់បាន 5-6 ម៉ឺននេះហ្នឹងបងអាហ្នឹងទាំងដើមទាំងអីហើយថ្ងៃណាដាច់ទៅបាន 10 ម៉ឺនជាងបាទអូបងប្អូនបាទតែថ្ងៃនេះទំលក់បានប្រហែលជា 3-4 ម៉ឺន 3-4 ម៉ឺនលើខ្លួននេះសំណាងលុយនៅជាប់ខ្លួនបាទចឹងនៅក្នុងហ្នឹងមិញលុយតិចតួចដែរបាទដងខ្ញុំដេកលក់ខ្ញុំដាក់នៅក្នុងលម្អចាក់សោតែថ្ងៃហ្នឹងខ្ញុំដឹងខ្លួនទេខ្ញុំដឹងខ្លួនហ្នឹងបាត់អស់ហើយបាទមេជាក់បងណាបាទមេភ្លៀងត្រីលឹមត្រីក៏ដាក់មកសម្បកទៅភ្លេចខ្លួនងើបមកបាត់ទាំងទូរស័ព្ទបាត់ទាំងកាបូបលុយខ្សែខ្ញុំធ្វើការផងខ្ញុំលក់ហ៎បាទហើយរាល់ថ្ងៃបងរស់នៅណាដែរបងនៅទូស្កែបងណាអូទូស្កែលក់អង្គនេះបាទហើយឥឡូវបងមានអីសំណុំពរទៅកាន់កម្លាំងសមត្ថកិច្ចខ្ញុំមិនដឹងថាសំណុំពរមិនទេបងតែខ្ញុំយកមកខ្ញុំអត់អីបាទខ្ញុំយកអត់ចេញបងខ្សែខ្ញុំកំពុងតោះឲ្យដល់ពេលមកអញ្ចឹងទៀតមិនដឹងត្រូវធ្វើម៉េចបាទបងមានគ្រួសារនៅបងនៅបងបាទហើយធ្វើការរាល់ថ្ងៃយើងធ្វើការបានកម្រៃមកយើងនឹងយកគ្រប់គ្រងខ្លួនឯងផងនឹងផ្ញើដល់អ្នកផ្ទះផងណាបានលុយមកសងអង្គការទេបងដោយសារខ្ញុំទៅអង្គការបាទដល់ពេលបើកលុយមកសងអង្គការដល់ពេលលុយចាយក្រៅនេះពឹងលើលក់នឹងឯងបងបាទបងដល់ពេលអញ្ចឹងទៅហើយខ្ញុំអត់ល្ងុយដោយសារធ្វើការផងដេកលក់ដឹងខ្លួនបាទឥឡូវមានអីសំណុំពរទៅកាន់កម្លាំងសមត្ថកិច្ចដើម្បីជួយរកបុគ្គលសង្ស័យដែលបានលួចទូរស័ព្ទនិងកាបូបលុយបងអីបងផងសំណុំពរដល់បងសមត្ថកិច្ចជួយស្វែងរកជនសង្ស័យដែលបានយកកាបូបរបស់ខ្ញុំហើយទូរស័ព្ទរបស់ខ្ញុំបាទហើយជាចុងក្រោយបងដាក់ពីបណ្ដឹងអត់ខ្ញុំមិនដាក់មិនបងបើក្នុងខ្លួនអត់មានអីផងអត់អីបងបាទការដាក់ពីបណ្ដឹងគឺអត់មានត្រូវការលុយកាក់ទេព្រោះបងជាជនរងគ្រោះបងណាបាទ
ឥឡូវបើទីទៀតយើងនឹងតាក់ទងខាងសមត្ថកិច្ចដើម្បីយកបងប្រុសទៅដាក់ពីបណ្ដឹងបាទនេះបាទបងប្អូនឃើញ ប្រិមិត្តដូចប្រិមិត្តបានលើពីការបញ្ជាក់របស់បងប្រុសខាងលើបាទគាត់គឺជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងណាបាទប្រិមិត្តហើយពេលយប់ក៏គាត់ឆ្លៀតមកលក់ដូរបាទដើម្បីទទួលបានកម្រៃខ្លះប៉ុន្តែចៃដន្យអីថ្ងៃនេះគឺមានជនសង្ស័យបានលោកយកទូរស័ព្ទក៏ដូចជាកាបូបលុយរបស់គាត់យកទៅបាត់ទៅហើយបាទប្រិមិត្តហើយមុននេះបន្តិចក៏យើងទទួលបានព័ត៌មាននៅខាងទូកកគឺមានករណីជនសង្ស័យប្រមាណអ្នកហ្នឹងគាត់បានលួចយកកាបូបលុយក៏ដូចជាទូរស័ព្ទបងប្រុសតែគាត់ដួលម៉ូតូបកឡើងនៅខ្លួនឯងណាបាទប្រិមិត្តឥឡូវនេះគឺមួយករណីទៀតហើយគឺគាត់អស់កម្លាំងពេកបាទដោយសារគាត់ធ្វើការពេលថ្ងៃហើយឆ្លៀតលក់ដូរពេលយប់ដើម្បីទទួលបានកម្រៃខ្លះប៉ុន្តែចៃដន្យអីថ្ងៃនេះជនសង្ស័យមកពីណាមិនដឹងទេបាទគឺលោកយកកាបូបលុយក៏ដូចជាទូរស័ព្ទរបស់គាត់យកទៅបាត់ទៅហើយបាទហើយអ្វីដែលសំខាន់នោះនៅក្នុងកាបូបរបស់គាត់បានបញ្ជាក់មកថាគឺមានអត្តសញ្ញាណប័ណ្ណនៅក្នុងនោះបាទប្រិមិត្តហើយយើងសូមបញ្ជាក់ផងដែរចំពោះទីតាំងខាងលើគឺមានទីតាំងស្ថិតនៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញដែលយើងទទួលបានព័ត៌មានពីបងប្រុសខាងលើហ្នឹងគឺគាត់សម្រានលងលក់តែមួយផ្លែសោះគឺមានជនសង្ស័យមិនស្គាល់មុខហ្នឹងបាទបានលោកយកកាបូបក៏ដូចជាទូរស័ព្ទគាត់យកទៅបាត់ទៅហើយអរគុណណាស់ប្រិមិត្តចំពោះការតាមដានទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook ខណៈពេលនេះដែរខ្ញុំបាទអាយវញ្ញរតក៏សូមធ្វើការបញ្ចប់នៅការផ្សាយដល់ត្រឹមនេះបើសិនជាមានពាក្យពេចន៍ឬអ្វីមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិមិត្តផងបាទជុំវិញករណីខាងលើនេះយើងគ្រាន់តែផ្សព្វផ្សាយជាព័ត៌មានបឋមនោះទេឯព័ត៌មានពិស្ដារយ៉ាងណាទៀតយើងធ្វើការអាប់ដេតទៅលើគេហទំព័រ STTVFB សូមអរគុណនិងសូមគោរពលាផលិតផលថ្មីរបស់ JBL ឆ្នាំ2025បានមកដល់ហើយ JBL Charge 6 JBL Flip 7 និង JBL Party Box Encore 2លោកអ្នកអាចស្វែងរកផលិតផលថ្មីទាំងនេះបាននៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសឬបញ្ជាទិញតាមរយៈ App NTH Mall Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ